បន្តមកទៀតគឺអាកោងនេះយើងមានអានេះហើយនេះនៅពេលដែលយើងមានអាហ្នឹងហើយគឺស្រួលហើយអញ្ចឹងយើង select អាហ្នឹងមកយើងទៅរកពាក្យ symbol ទាញអាហ្នឹងតម្លាក់ចូលអូខេមកយើងយក tool មួយដែលមានឈ្មោះថា arc ហើយយើងគូវាមកចុច shift ហើយគូវាអញ្ចឹងមកយើងដាក់ stroke វាបន្តិចទៅ select លើវាចូល effect យក 3D យក extrude and bevel classic ហ្នឹងមកយើងនឹងបានអាផ្ទាំងនេះមកអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំនឹងតម្លើងអានេះដាក់500ត្រីអានេះចេះមក500អាចស្ដើងពេកយើងអាចដាក់900 preview មកនេះចាញ់នេះហើយយើងចូលទៅកន្លែងmap art នេះមកយើងចុចទៅចុងក្រោយគេហើយយើងនឹងដាក់យើងបានតម្លាក់ចូលមិញក្នុង symbol ហ្នឹងមក scale to fit ហើយ invisible geometry ចេញមកនេះប៉ុន្តែដូចគ្នាយើងឃើញអញ្ចឹងគឺវាបច្ចេកហើយយើងអត់ចង់បានវាបច្ចេកទេអញ្ចឹងរបៀបដែលខ្ញុំ fix គឺខ្ញុំគ្រាន់តែ duplicate វាចូល transform យើងយក reflip មកអញ្ចឹងយើងអានេះបច្ចេកវិញហើយយើងទាញចូលកន្លែងហ្នឹងភាសាទៀតមកយើងបង្កើតអានេះដដែលកន្លែងនេះគឺយើងនឹងដាក់900ដែរយើងសេរីអានេះមកដដែលមកចុច preview បងឥឡូវនេះវាអត់ចេញមកវាអត់ stroke យើងតម្លើង stroke វាមកវាចេញមកនេះអញ្ចឹងបើសិនជាគ្នាយើងចុចចេញអញ្ចឹងហើយយើងចង់កែវាយើងទាញអាកន្លែង appearance ហ្នឹងណា double click លើវាកុំទៅ add ភាសាទៀតហើយយើងចូល map ដដែលចុចតែចុងក្រោយដដែលយកអានឹងដដែលដាក់អានឹងដដែលមក scale to fit geometry ហើយខ្ញុំចង់ដាក់មួយទៀតនៅខាងនេះហើយប៉ុន្តែវាកោងចេះម្ដងអញ្ចឹងយើងចូលមកកាន់ atlas យើងវិញយើងគ្រាន់តែយកអានេះមកយើង add បន្ថែមមួយទៀតអញ្ចឹងមកអាហ្នឹងគឺយើងអាចដាក់កោងអញ្ចឹងក៏បានយើងបន្ថែម band មួយទៀតចេះក៏បានដែរស្អាតតែយើងទេអាហ្នឹងទាញវាចូលមក